នៅក្នុងចំណាប់អារម្មណ៍ទី2របស់ខ្ញុំនេះខ្ញុំចង់និយាយអំពីបុព្វហេតុនៃការរស់បន្តិចហ្គាសែនគាត់ជាអ្នកប្រាជ្ញជនជាតិសូវៀតគាត់រត់ទៅនៅអង់គ្លេសគាត់មានកូនប្រុសគាត់បាននិយាយទៅកាន់កូនប្រុសគាត់ថាកូនប្រុសសម្លាញ់ឪពុកនៅទីចុងបញ្ចប់នៃជីវិតរបស់ពុកនេះពុកគ្មានអ្វីចែកកូនទេពុកមានតែពាក្យមួយឃ្លាសម្រាប់ចែកកូនថាមនុស្សសំខាន់ណាស់ត្រូវរកឲ្យឃើញបុព្វហេតុនៃការរស់បើសំណាងល្អក្នុងជីវិតរបស់កូនកូនអាចរកឃើញបុព្វហេតុនៃការរស់ដ៏ត្រឹមត្រូវមួយនោះគឺជាសំណាងធំរបស់កូនហើយបងប្អូនយកគំនិតទស្សនៈរបស់អ្នកប្រាជ្ញដែលគាត់គិតត្រេះរិះពិចារណាយ៉ាងយូររួចហើយគាត់ប្រើពាក្យនេះទៅកាន់កូនរបស់គាត់បើសិនជាបុព្វហេតុនៃជីវិតគ្រាន់តែប្រាប់ថាមនុស្សត្រូវរស់នៅក្នុងបុព្វហេតុនេះឬបុព្វហេតុនោះអ្នកដែលស្ដាប់នឹងវាអាចដុសនៅដួងចិត្តមួយបូជាដើម្បីបុព្វហេតុណាមួយនោះហើយនោះគេគ្រាន់តែប្រាប់ថាណែអ្នកត្រូវរស់នៅក្នុងផ្លូវបែបនេះអ្នកត្រូវតែបូជាជីវិតរបស់អ្នកនៅក្នុងផ្លូវបែបនោះវាចប់សពគ្រប់ទៅហើយហេតុអ្វីបានហ្គាសែនគាត់និយាយទៅកាន់កូនគាត់ថាកូនប្រុសសម្លាញ់ពុកក្នុងជីវិតរបស់កូនបើកូនបានរកឃើញបុព្វហេតុនៃការរស់មួយដ៏ត្រឹមត្រូវនោះគឺជាសំណាងរបស់កូនហើយបើកូនធ្វើដំណើរទៅរកបុព្វហេតុនៃការរស់នោះគោលដៅដែលកូនបានកំណត់ទុករួចហើយវាជួបឧបសគ្គកុំសំបីតែឧបសគ្គល្មមសំបីតែជីវិតរបស់កូនក៏ត្រូវតែយកទៅបូជាដើម្បីបុព្វហេតុនោះដែរបងប្អូនពិចារណាមើលបើសិនជាហ្គាសែនគាត់អាចប្រាប់កូនគាត់ថាណែកូនត្រូវរស់នៅក្នុងផ្លូវនេះត្រូវបូជាជីវិតដើម្បីផ្លូវនេះរួចហើយប្រាប់បែបហ្នឹងកូនវាដកកំណត់ទស្សនៈបែបហ្នឹងបងប្អូនគាត់ប្រាប់បាត់ទៅហើយបើសិនជាប្រាប់ពាក្យបែបហ្នឹងរួចហើយមនុស្សដែលស្ដាប់ទៅណាបងប្អូនវាយកកំណត់ទស្សនៈបែបហ្នឹងទៅដាក់នៅក្នុងដួងចិត្តរបស់វារួចហើយបូជាជីវិតដើម្បីបុព្វហេតុណាមួយនោះម្លេះមនុស្សក្នុងលោកនឹងសុទ្ធសឹងតែជាមនុស្សដែលរស់នៅមានបុព្វហេតុត្រឹមត្រូវបានបាត់ទៅហើយពីព្រោះក្នុងរឿងត្រឹមត្រូវមនុស្សដែលបូជាដើម្បីបុព្វហេតុណាមួយលុះត្រាតែមនុស្សនឹងបានគិតត្រេះរិះពិចារណាអំពីជីវិតនឹងច្រើនណាស់បងប្អូនគេមានធម៌ធាតុក្នុងខ្លួនរបស់គេច្រើនណាស់ដែលជាគុណសម្បត្តិទើបគេអាចคล้ายទៅជាមនុស្សមួយដែលប្រាសចាកភាពអាត្មានិយមរួចហើយបូជាជីវិតរបស់គេដើម្បីផលប្រយោជន៍សម្រាប់ពុទ្ធបណ្ឌិតមិនមែនគ្រប់តែមនុស្សសុទ្ធតែស្ដាប់រួចហើយអាចដើរក្នុងលំអាននេះបានទេលុះត្រាតែគេមានគុណសម្បត្តិច្រើនណាស់យ៉ាងតិចបំផុតក៏ហិរិអោតបៈជាមនុស្សដែលមើលខ្លួនឯងទៅចេះខ្មាស់ខ្លួនឯងចេះខ្ពើមអំពើអាក្រក់មើលកញ្ចក់ទៅចេះតែមានអារម្មណ៍ថាខ្លួនកើតមកលើផែនដីអត់មានតម្លៃអ្វីទាំងអស់ហើយមើលនឹងមើលឡើងដិតដាមបងប្អូនឡើងដិតដាមខ្មាស់ខ្លួនឯងហ្មងព្រះពុទ្ធលោកសម្ដែងថាហិរិអោតបៈជាលោកកបាលធម៌ជាធម៌រសាលោកបើបុគ្គលណាមានធម៌នឹងបងប្អូនសង្គមរបស់បុគ្គលនោះមិនចាំបាច់ធ្វើច្បាប់ទេអត់ចាំបាច់ធ្វើច្បាប់ទេធ្វើអំពើអាក្រក់អត់កើតមិនមែនតាំងចិត្តមិនធ្វើទេប៉ុន្តែគឺដោយសារសន្តាននឹងធ្វើមិនកើតហ្មងកើតក្នុងគ្រួសារមិនបានចម្រើនដល់គ្រួសារមានអារម្មណ៍ថាតិចម៉ែអញគាត់មានអារម្មណ៍ថាកើតកូនមកកូនចង្រៃទៅណោះអញមិនចាំបាច់គេស្ដីឲ្យផងដូចមានអារម្មណ៍ថាអញគឺជាមនុស្សចង្រៃណាកើតមកក្នុងគ្រួសារមិនបាននាំចម្រើនដល់គ្រួសារកើតមកក្នុងសង្គមមនុស្សមិនបានចម្រើនដល់សង្គមមនុស្សអារម្មណ៍បែបហ្នឹងដិតក្នុងផ្លូវចិត្តគេហៅហិរិអោតបៈមានន័យថាខ្ពើមអំពើអាក្រក់ខ្ពើមមកមានអារម្មណ៍ថាខ្លួនឯងអត់បានការអីព្រះពុទ្ធលោកសម្ដែងថាលោកកបាលធម៌ឬទេវធម៌ធម៌របស់មនុស្សដែលមានសន្តានទេវតាក្នុងសង្គមណាដែលមនុស្សមានសន្តានបែបហ្នឹងណាបងប្អូនសង្គមហ្នឹងមិនបាច់ធ្វើច្បាប់ទេកំពូលនៃធម៌ហិរិអោតបៈមើលឃើញអំពើអាក្រក់បងប្អូនណាចេះតែអង្គុយគិតថាហេតុអីបានគេធ្វើកើតយើងកុំសំបីតែធ្វើសំបីតែគិតម្ដងឲ្យមានអារម្មណ៍បែបហ្នឹងតែម្ដងក៏អត់ដែលមានក្នុងជីវិតដល់ពេលឃើញគេធ្វើប្រាច់ដោយអាសនៈតារាឯគេសួរវាចំវាត្រឡប់ទៅលិនហើយយើងតែម្ដងមិនដែលគិតឃើញបងសំរៀងស៊ីត្រឡប់ទៅកាត់ត្រឡប់ទៅលិនគាត់និយាយបានគ្រប់រឿងទាំងអស់ដល់ពេលយើងវាអត់ដែលវាមានហិរិនិងអោតបៈក្នុងផ្លូវចិត្តបងប្អូនមានពេលខ្លះដាក់កដិតអង្គុយហើយរឺទៅដើមទ្រូងថាហេតុអីក្នុងលោកនឹងមានមនុស្សអញ្ចឹងណោះហេតុអីណោះអារម្មណ៍ដល់ថ្នាក់នឹងណាបងប្អូនអារម្មណ៍មនុស្សដែលស្អាតមែនតើដល់កម្រិតនឹងបងប្អូនមនុស្សមានធម៌អញ្ចឹងបានអាចរកបុព្វហេតុនៃជីវិតមួយដែលមនសិការៈជាមនុស្សពិចារណាទៅថាមនុស្សគួរតែរស់នៅក្នុងផ្លូវបែបហ្នឹងបងប្អូនគិតពីបរិស្ថានជុំវិញនិងគ្រឿងបរិក្ខារ
សម្រាប់ទ្រទ្រង់ជីវិតឲ្យរស់បន្តិចមើលព្រះពុទ្ធលោកនិយាយអំពីបច្ច័យ4ថ្នាំសង្កូវផ្ទះសម្បែងអាហារហូបចុកមធ្យោបាយធ្វើដំណើរសម្លៀកបំពាក់ខ្ញុំថែមមួយទៀតឲ្យចោះថាគ្រួសារវាសុទ្ធតែជាគ្រឿងបរិក្ខារជុំវិញដើម្បីទ្រទ្រង់ជីវិតឲ្យរស់នៅក្នុងសុភមង្គលអត់បាយស៊ីមិនកើតបងប្អូនជាគ្រឿងត្រូវការព្រះពុទ្ធលោកកំណត់សម្លៀកបំពាក់មែនទេត្រូវផ្ទះសម្បែងថ្នាំសង្កូវមធ្យោបាយធ្វើដំណើររួមទាំងជីវិតជាក្រុមគ្រួសារដៃគូផ្លូវភេទវាសុទ្ធសឹងតែជាបរិក្ខារគ្រឿងសម្ភារៈជុំវិញខ្លួនយើងដើម្បីទ្រទ្រង់ជីវិតរបស់យើងឲ្យរស់នៅប្រកបទៅដោយផាសុកភាពប៉ុន្តែបងប្អូនត្រូវយល់ឲ្យច្បាស់ពិចារណាឃើញនៅខ្លួនឯងដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើកាសែនគាត់ប្រាប់ថាកូនណាបោជាជីវិតដើម្បីចេះរួចហើយកូននឹងវាព្រមទទួលបានណាបងប្អូនគាត់ប្រាប់បាត់ហើយប៉ុន្តែមិនងាយណាបងប្អូនអញ្ចឹងបាទអវិធីបញ្ចូលនឹងគេបញ្យល់តតែវាជ្រាបប្រៀបដូចគេយកកធុនមួយទៅដាក់ក្នុងទឹកអញ្ចឹងបើយើងសកត់វាណាដើម្បីឲ្យវាលិចទៅក្នុងទឹកវាមិនទៅទេវាមានខ្យល់ស្ទះកធុនហ្នឹងប៉ុន្តែបើយើងយកស្អីមួយទៅត្បាល់ឲ្យកធុនហ្នឹងធ្លាយរុនណាទូចត្បាល់ឲ្យច្រើនរុនមែនទៅវាចូលខ្យល់វិធីបញ្ជ្រាបសេចក្តីល្អទៅក្នុងដួងចិត្តរបស់មនុស្សគឺគេបញ្យល់ឲ្យមនុស្សនឹងគិតឃើញត្រេះរិះពិចារណាយូរទៅវាជ្រាបទៅហ្មងប៉ុន្តែវាតាក់ទងជាមួយនឹងសន្តានរបស់មនុស្សដែរឧបនិស្ស័យដែលវាសន្សំតាំងពីយូរមកក្នុងធម្មចិត្តរបស់វាដែរមិនងាយនឹងធ្វើឲ្យបុគ្គលមួយជ្រាបនៅធម្មជាតិធម៌ដែលខុសពីលក្ខណៈធម្មជាតិរបស់គេបានលឿនទេបងប្អូនឧបនិស្ស័យរបស់សត្វសន្សំយូរហើយឥឡូវបងប្អូនពិចារណាអំពីបរិក្ខារជុំវិញខ្លួនយើងដើម្បីញ៉ាំងជីវិតឲ្យរស់មើលបងប្អូនពិចារណាអំពីឡានមួយតើវាមានគ្រឿងអ្វីខ្លះដែលជាគ្រឿងចាំបាច់សម្រាប់ខ្លួនវាឲ្យវាទៅមុខបានសាំងនេះមួយសំខាន់ណាបងប្អូនឡានសំខាន់ណាអត់មានសាំងទៅមុខមិនរួចទេបងប្អូនត្រូវតែមានសាំងហាក់បីដូចជាអាហារហូបចុកអញ្ចឹងឡានវាត្រូវការតែប៉ុណ្ណឹងដើម្បីទៅមុខខ្លួនវាមានហើយដូចជាជីវិតរបស់យើងអញ្ចឹងប៉ុន្តែមនុស្សវាត្រូវការសម្លៀកបំពាក់លើសឡានបន្តិចវាត្រូវការថ្នាំសង្កូវព្យាបាលវាត្រូវការផ្ទះសម្បែងដើម្បីនៅវាត្រូវការប្រពន្ធកូនដល់ពេលឡានវាអត់ទេប៉ុន្តែឡានយើងបដូចមួយហ្នឹងគឺសាំងហ្នឹងប្រៀបដូចជាបរិក្ខារដែលមនុស្សយើងត្រូវការដើម្បីឲ្យរស់នៅក្នុងផាសុកភាពនៃជីវិតប៉ុន្តែបងប្អូនពិចារណាមើលបើមួយជីវិតរបស់ឡានណាមួយជីវិតរបស់ឡានវាកវល់ទៅកវល់មករតសាំងចាក់ហ្នឹងកវល់ទៅកវល់មករតសាំងចាក់ហ្នឹងវាបានសាំងចាក់ពេញហើយវាជីចុះជីឡើងសួរជីទៅអីជីដើររសាំងយកម្ចាស់ទៀតបងប្អូនមើលទៅបងប្អូនគិតមិនខ្មិចអ្នកប្រាជ្ញបណ្ឌិតទាំងអស់លោកចេះគិតអញ្ចឹងអំពីជីវិតបានលោកចេះតែមើលឃើញហ្នឹងលោកចេះតែគិតបងប្អូនពិចារណាមកសាំងសំខាន់ដល់ពេលវាបានចាក់ហើយវាមិនធ្វើដំណើរទៅមុខដល់ពេលធ្វើដំណើរទៅមុខវាភ័យកន្លែងអស់សាំងវាមិនដើររកទៀតវិលទៅវិលមករកទៅសាំងបានចាក់ហើយដើរទៅទៀតវិលទៅវិលមកដល់គ្រប់កំណត់វាទៅអាឡានហ្នឹងក៏វាអាលំមកលាយទៅពីព្រោះអីវាដល់កំណត់វាណាវាអេកហ្សូវាអស់ធាតុទ្រទ្រង់របស់វា60 70ឆ្នាំហ្នឹងក៏ដួលក្រែងទៅអ្នកប្រាជ្ញទាំងឡាយមើលឃើញមនុស្សដែលប្រើជីវិតក្នុងផ្លូវបែបហ្នឹងលោករឺតែដើមទ្រូងដែលខ្ញុំនិយាយថាម្នាក់សេការៈណាដែលព្រះសម្មាសម្ពុទ្ធលោកហៅថាធម្មសញ្ញាណាដែលធ្វើឲ្យមនុស្សខុសពីសត្វដេរឆានកាលណាមនុស្សចេះតែពិចារណាទៅការដឹងខុសឬត្រូវនឹងវាកាន់តែមានភាពល្អិតទៅពីក្រួតក្រៀតស្លាប់គេហៅក្រួតក្រៀតលួចគេក្រួតក្រៀតឯណាកំហុសក្រួតក្រៀតគឺយើងមើលឆាប់ដឹងណាស់ដូចជាភ្នែករបស់យើងដែលមើលរបស់ក្រួតក្រៀតហ្នឹងមានន័យថាធំមើលភ្នំឃើញមើលឡានឃើញមើលផ្ទះឃើញមើលមនុស្សឃើញដល់ពេលមនុស្សខ្លះមើលសម្មើលឃើញបងប្អូនអាខ្លះមើលអេឡិចត្រូនឃើញមើលអញ្ចឹងភ្នែកវាមុតហ្មងដល់ពេលភ្នែកបញ្ញាក៏ដូចគ្នាស្លាប់គេដឹងខុសលួចគេដឹងថាខុសកាប់ចាក់គេដឹងថាខុសគេជួយយើងរួចហើយក្បត់ទំនុកចិត្តគេល្មិលគុណគេដឹងថាខុសប៉ុន្តែដល់ពេលអាកំហុសល្អិតទៅមែនតើមើលមិនឃើញដូចថារស់នៅក្នុងភាពអាត្មានិយមគឺជារឿងខុសឆ្គងទេយកទៅចែកជាមួយមនុស្សច្រើនណាស់គេមើលមិនឃើញទេបងប្អូនតែអ្នកប្រាជ្ញបណ្ឌិតទៅលោកគិតទៅហ្មងវាល្អិតដោយផ្អែកទៅលើហេតុផលហើយនឹងប្រយោជន៍មនសិការៈមានន័យថាធម្មជាតិក្នុងក្បាលរបស់មនុស្សអាចបែងចែកឲ្យដឹងថាស្អីខុសស្អីត្រូវហើយអត់មានផ្អែកទៅលើគម្ពីរណាផ្អែកទៅលើប្រពៃណីផ្អែកទៅលើទំនៀមទម្លាប់ឬផ្អែកទៅលើវងមនុស្សឡើយតែផ្អែកទៅលើហេតុផលដែលអ្នកពិចារណារួចហើយអ្នកផ្ទៀងឲ្យឃើញថាអានេះប្រយោជន៍អានោះខាតប្រយោជន៍បើអ្នកខ្លាយទៅជាអ្នកប្រាជ្ញ
ក៏គេឲ្យអ្នកសរសេរនិកាយបបត្តិថ្មីអ្នករកឃើញអីថ្មីមិនពឹងទៅលើគម្ពីរមិនពឹងទៅលើវងមិនពឹងទៅលើអ្វីដែលជាកំណត់គេធ្លាប់ប្រើទេប៉ុន្តែអ្នកត្រូវតែបង្កើតនៅអ្វីថ្មីប៉ុន្តែសំខាន់បំផុតពេលដែលឡើងលើក្តារខៀនអ្នកបកស្រាយអ្នកមានហេតុផលហើយបានអ្នកអាចក្លាយទៅជាបណ្ឌិតបាននិកាយបបត្តិបណ្ឌិតអ្នកត្រូវតែសរសេររឿងអីថ្មីប៉ុន្តែមនុស្សខ្មែរល្ងងណាស់បងប្អូនឲ្យតែយើងនិយាយគេថាមើលពីគម្ពីរណានោះអ្នកប្រាជ្ញណាថានោះហើយចុះយើងអត់ក្លាយទៅជាអ្នកប្រាជ្ញបានទេអីហ៎បងប្អូនពិចារណាមើលបើនិយាយរបៀបនោះមិនបាច់មានអ្នកប្រាជ្ញកើតថ្មីទេមានតែអ្នកប្រាជ្ញមុនទៅហើយបើអ្នកប្រាជ្ញមុនមានណាក៏មិនអាចចម្លងគំនិតទស្សនៈរបស់អ្នកប្រាជ្ញហ្នឹងឲ្យคล้ายទៅជាបញ្ញាផ្ទាល់ខ្លួនរបស់ខ្លួនដែរពីព្រោះហេតុអីពួកគាត់មើលចាំហ្នឹងតែគាត់មើលចាំចំណេះដឹងហ្នឹងមិនចំណេះដឹងរបស់គាត់ទេណាចំណេះដឹងរបស់អ្នកប្រាជ្ញហ្នឹងគាត់គ្រាន់តែចាំទេណាសុទ្ធតមយៈបញ្ញាទេណាប្រពុតទៅលោកចេះលោកផ្ទេចំណេះទៅឲ្យយើងផ្ទេចំណេះចឹងបានលោកប្រាប់តថាគតមិនដែលហៅកូនមកជឿទេមកស្ដាប់មកគិតមកត្រេះនេះមកពិចារណាចាំកូនយល់ឃើញថារឿងហ្នឹងវាត្រឹមត្រូវមានហេតុមានផលចាំកូនទទួលយកហើយរឿងធម៌រឿងអានេះមិនត្រូវឲ្យមានការសង្ស័យឡើយបើកូនសង្ស័យកូនត្រូវតែសួរមិនត្រូវឲ្យមានការសង្ស័យឡើយបើមានការសង្ស័យកូនត្រូវតែសួរឥឡូវនេះសួរមិនបានទេកាពីគេបញ្ចប់ហ្មងប្រពុតលោកគង់នៅម៉េះលោកថាកុំជឿលោកឲ្យសួរឥឡូវប្រពុតលោកបរិណិព្វានទៅបាត់ហើយកម្ពីប្រទេសនេះខុសពីកម្ពីប្រទេសនោះខុសគ្នាចង់មកឲ្យឯងជឿប្រពុតលោកឲ្យសួរណាបងប្អូនដើម្បីអីទេចំណេះដឹងពីអ្នកចេះទៅដល់អ្នកមកអង្គុយស្ដាប់ខ្ញុំចង់អូសតម្រុយឲ្យបងប្អូនយល់ខ្ញុំថាមករោងហ្នឹងឲ្យបាន2 3នាក់ទៅចុះរឿងទាំងអស់គ្មានទេបងប្អូនពីព្រោះមនុស្សទៅនៅក្នុងស្ថានភាពណាជាប់ក្នុងស្ថានភាពនោះមិនដែលជក់គ្រឿងញៀនគ្មានក្លៀនគ្រឿងញៀនអីទេមិនដែលជក់បរិយគ្មានក្លៀនបរិយអីទេអាណាឲ្យជក់មិនចង់ទេប៉ុន្តែលោតែគេបង្រៀនឲ្យជក់ចង់តែបរិយហ្នឹងចង់បើលោតែណាថាហេបរិយហ្នឹងកើតទេជក់កឆាម្ដងមើលដល់ជក់ដល់កឆាបរិយលែងចង់ទៅកឆាហ្នឹងទៀតដល់ថ្ងៃក្រោយគេថាហេជក់ហេរ៉ូអ៊ីនម្ដងដល់តែជក់ហេរ៉ូអ៊ីនជាប់ហេរ៉ូអ៊ីនហ្នឹងទៀតមនុស្សម្នាក់ណាបងប្អូនកុំថាមនុស្សសត្វអីក៏ដោយវាជាប់នឹងអត្ថិភាពរបស់វាហ្នឹងរួចហើយវាស្រឡាញ់អត្ថិភាពរបស់វាណាជាទូទៅមនុស្សមិនងាយងើបពីអត្ថិភាពរបស់ខ្លួនរួចទេបងប្អូនជាអ្នកញៀនគ្រឿងញៀនចូលចិត្តគ្រឿងញៀនហ្នឹងអញ្ចឹងបានមានអ្នកញៀនបរិយខ្លះណាញៀនស្រាខ្លះណាលោកទៅវិបស្សនាលោកចេះតែសួរនៅកន្លែងវិបស្សនាឲ្យផឹកស្រាអត់ទេខ្ញុំក៏ដងធ្លាប់ផឹករាល់ថ្ងៃឥឡូវទៅដល់ហ្នឹង3ថ្ងៃខ្ញុំសុំផឹកម្ដងបានអត់ទេអញ្ចឹង5ថ្ងៃផឹកម្ដងបានអត់ទេអញ្ចឹងឥឡូវចេះចោះពេលដែលខ្ញុំវិបស្សនាចប់ហើយខ្ញុំមកផ្ទះខ្ញុំវិញឲ្យខ្ញុំផឹកអត់ថាក្នុងរឿងរបស់អ្នកឯងចប់ហើយវិន័យរបស់សាលាចប់ហើយវាសួរតែអញ្ចឹងបងប្អូនដល់ពេលទៅវិបស្សនាទៅវាហុយអាជាតិស្រាហ្នឹងអស់ទៅហុយអស់ទៅមានខ្ទៀនអីអស់លេងដល់ពេលចេញមកណាហៅមកឲ្យផឹកអត់ផឹកទេផឹកអត់កើតព្រោះអត់អាធិធញៀនអស់លេងហើយតែដល់ដំណាក់កាលណាវាជាប់ស្អិតនឹងខ្លួនវាហ្មងមិនងាយងើបចាក់រួចទេបងប្អូនមិនងាយងើបចាក់អាទម្លាប់របស់ខ្លួននឹងរួចទេបងប្អូនព្រួនស្រឡាញ់ភាពជាព្រួនឆ្លើងស្រឡាញ់ភាពជាឆ្លើងមនុស្សធ្វើណាស្រឡាញ់ភាពជាមនុស្សធ្វើនឹងអាសនៈតារាហ្នឹងវាកលិចវាកលត់ចឹងវាស្រឡាញ់អាភាពជាវាហ្នឹងវាស្រឡាញ់ចឹងអាមនុស្សអាត្មានិយមស្រឡាញ់ភាពអាត្មានិយមមិនងាយមនុស្សណាងើបចាក់អ្វីដែលជាធម្មធាតុរបស់ខ្លួនណាចាក់ចេញពីហ្នឹងណាមករកផ្លូវត្រឹមត្រូវទេដំបូងដៃពិបាកបញ្យល់វាយល់ថាអ្វីដែលវាកំពុងតែនៅហ្នឹងណាគឺវាខុសអ្វីដែលគេនាំវាមកនេះគឺត្រូវដំបូងដៃពិបាកធ្វើបញ្យល់ដល់ពេលចុងក្រោយយល់ហើយងើបចេញមួយទៀតដឹងថាហាត់ប្រាណល្អអាមិនហាត់ប្រាណហ្នឹងអត់ល្អទេដឹងមុនដំបូងពិបាកបញ្យល់រឿងហ្នឹងដល់ពេលយល់ហើយវាធ្វើមិនបានទៀតមិនងាយទេចឹងខ្ញុំថាមករោងឲ្យបាន1 2បានហើយបុព្វហេតុនៃការរស់បងប្អូនណាបងប្អូនអង្គុយពិចារណាទៅទី1ដើម្បីកាត់អ្វីដែលបងប្អូនចង់ហ្នឹងណាពីតណ្ហាឲ្យមកនៅត្រឹមសេចក្តីត្រូវការមួយតណ្ហាអាតណ្ហាហ្នឹងគឺមានន័យថាអត់មានព្រំដែនទេសេចក្តីត្រូវការវាគឺជាធាតុចាំបាច់ដើម្បីទ្រទ្រង់ជីវិតឲ្យរស់ព្រះពុទ្ធលោកឲ្យតម្លៃទៅលើសេចក្តីត្រូវការជីវិតត្រូវការបាយត្រូវការទឹកត្រូវការសម្លៀកបំពាក់ត្រូវការផ្ទះសម្បែងថ្នាំសង្កូវមធ្យោបាយធ្វើដំណើរខ្ញុំថែមមួយទៀតថាត្រូវការគ្រួសារមួយទៀតចុះត្រូវការប៉ុន្តែបងប្អូនត្រូវមើលខ្លួនឯងដំបូងដៃបំផុតឲ្យឃើញថាខ្លួនពិតជាមានត្រឹមតែសេចក្តីត្រូវការទេមិនមែនជាតណ្ហាតែតណ្ហាមិនពេញបានទេតែតណ្ហាអត់ពេញបានទេផែនដីនេះណាមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ក្នុងផែនដីរាប់ពាន់លានអ្នកហ្នឹងភពផែនដីមានគ្រប់សម្រាប់ចិញ្ចឹមមនុស្សរាប់ពាន់លានអ្នកតែអត់គ្រប់សម្រាប់តណ្ហារបស់មនុស្សម្នាក់ទេ
ខ្ញុំឃើញគេអ្នកខ្លះគេនិយាយថាអូអានេះរកស៊ីបានធ្វើសាយថៃមានលុយប៉ុណ្ណោះលៀនមានលុយប៉ុណ្ណោះលៀនខ្ញុំថាសិតតែល្ងិតទេបានកាយទេបងប្អូនជីវិតស៊ីបាយ3ពេលឥឡូវបើឯងភ័យខ្លាចហាក់3ពេលឆ្អែតទេស៊ី4ពេល5ពេលទៅចោះហើយបើ4ពេល5ពេលឯងចាំបាច់មានលុយអីរាប់ពាន់លានណាគេថាអានោះបកែថានោះភ្លើឧទាហរណ៍ដូចសម្ោចមកជីវិតវាស៊ីអង្គមួយចានរកបានមួយចាននេះអត់ឈប់លេងរកបានប៉ុនភ្នំដល់ពេលអាសម្ោចឈួតជាអ្នកដាក់បន្ទុកវាឈួតដែរនោះវាថាអាសម្ោចរកបានអាប៉ុនភ្នំនោះលយមែនតែនថាយកធ្វើអីហើយយកធ្វើអីដល់យើងខុសគេម្នាក់ឯងគេថាយើងឈួតបើវាធ្វើតាមតណ្ហាតបងដៃបងប្អូនត្រូវពិចារណាឲ្យឃើញដាច់ស្រឡះអំពីសេចក្តីត្រូវការហើយនឹងតណ្ហាបងប្អូនតែលុកក្នុងតណ្ហាហើយបងប្អូនមិនមែនជាម្ចាស់ខ្លួនឯងឡើយប៉ុន្តែតណ្ហាគឺជាម្ចាស់លើខ្លួនឯងតបងដៃបងប្អូនឯងត្រូវងើបអង្គុយលើតណ្ហាឲ្យคล้ายទៅជាម្ចាស់តណ្ហាអ្នកខ្លះគេនិយាយថាអូគេមានសេរីភាពគេចង់រាំគេចង់ច្រៀងគេចង់ស្រាតគេចង់ដើរយកប្តីប្រមាណប្រពន្ធប្រមាណជាសេរីភាពរបស់គេខ្ញុំថាមនុស្សអញ្ចឹងមនុស្សមានសេរីភាពអីមនុស្សរស់នៅក្រោមបញ្ជារបស់តណ្ហាហ្នឹងមនុស្សមានសេរីភាពមនុស្សអង្គុយលើតណ្ហាណាមនុស្សធ្វើម្ចាស់លើតណ្ហាណាមនុស្សរស់នៅក្រោមគេហ្នឹងតណ្ហាបជាក្បាលរាល់ថ្ងៃដល់ខ្ចល់អីផងហ្នឹងហើយថាគេមានសេរីភាពគេចង់ធ្វើអីក៏បានមនុស្សអញ្ចឹងមនុស្សកញ្ចក់របស់តណ្ហាហ្នឹងមនុស្សខ្លាំងមនុស្សអង្គុយលើតណ្ហាណាបងប្អូនមនុស្សមានអិសរភាពតណ្ហាបជាមិនបានទេណាបងប្អូនប៉ុន្តែកុំវែងតិចច្រឡំសេចក្តីត្រូវការជាមួយនឹងតណ្ហាសេចក្តីត្រូវការប្រពុតលោកឲ្យតម្លៃណាស់លោកថាបច្ច័យ4សំខាន់ណាស់សម្រាប់ញ៉ាំងជីវិតឲ្យរស់បាយទឹកថ្នាំសង្កូវផ្ទះសំបែងមកជួបបាយធ្វើដំណើរខ្ញុំថាប្រពន្ធកូនមួយទៀតចោះប៉ុន្តែអានឹងប្រៀបដូចជាសាំងអញ្ចឹងបងប្អូនណាវាសំខាន់ត្រឹមប៉ុនសាំងទេសាំងបើអត់មានឡានទៅមុខទេមនុស្សបើអត់មានបាយទឹកថ្នាំសង្កូវនឹងគ្រួសារទេរួមកើតទេប៉ុន្តែបើមកជីវិតវាវិលទៅវិលមកតែប៉ុណ្ណឹងរកតែប៉ុណ្ណឹងបងប្អូនគួយគិតខ្លួនឯងមើលហេតុអីអត់តបៈអាធរនោះមនុស្សតើមានធរនោះបានមើលឃើញថាចំអញរស់នៅធ្វើអីវិញអត់នឹងរស់នៅធ្វើអីផងអញ្ចឹងបានអ្នកប្រាជ្ញបណ្ឌិតធំក្នុងលោកដែលធ្វើប្រយោជន៍សម្រាប់ពិភពលោកបងប្អូនបើលោកទៅជាមួយនឹងតណ្ហាដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនមិនដែលធ្វើឲ្យភពផែនដីស្រស់អំប្រងទេលោកសិតទៅជាមួយនឹងមនោសញ្ចេតនាការលះបង់មួយដើម្បីបម្រើឧត្តមគតិនិងមនោសញ្ចេតនារបស់លោកចំពោះមនុស្សក្នុងភពផែនដីទាំងអស់ដូចជាអ្នកប្រាជ្ញខ្លះបងប្អូនលោកជាអ្នកប្រាជ្ញខាងផ្នែកណាមួយក៏ដោយខាងផ្នែកគីមីក៏ដោយជីវវិទ្យាក៏ដោយអីក៏ដោយលោកជាអ្នកប្រាជ្ញជាទូទៅបងប្អូនជាទូទៅបើអ្នកប្រាជ្ញនឹងពិតជាអ្នកប្រាជ្ញពិតប្រកបដែលរកឃើញរបស់របរដែលមានប្រយោជន៍សម្រាប់មនុស្សទូទៅបងប្អូនសិតតែការងារបម្រើមនោសញ្ចេតនាទាំងអស់ហើយលោកក៏សិតតែរស់នៅក្នុងភាពសមរម្យដែលស្ថិតនៅក្នុងសេចក្តីត្រូវការសម្រាប់ជីវិតរស់នៅទាំងអស់មានអ្នកខ្លះបងប្អូនដែលជាប់នឹងតណ្ហាទៅជួបមុខអ្នកប្រាជ្ញឃើញផ្ទះអ្នកប្រាជ្ញឆ្ងល់ឃើញរបៀបរស់នៅរបស់អ្នកប្រាជ្ញឆ្ងល់ចំអ្នកប្រាជ្ញចេះប៉ុណ្ណឹងដែរចំណេះអីយ៉ាងនឹងល្បីល្បាញគាត់រកឃើញយ៉ាងនឹងហេតុអីបានចំណេះដឹងទាំងអស់ហ្នឹងมันអាចជួយគាត់ឲ្យមានជីវភាពធូរធារហឺហាណូវាយកចិត្តរបស់វាទៅថ្លឹងសំដីបែបហ្នឹងលឺដល់អ្នកប្រាជ្ញឆ្លឹងមើលមុខនេះបានចំជាគ្មានយល់អីមែននេះបានចំជាមនុស្សអាក្រក់មនុស្សអាត្មានិយមមិនដែលពលត្រូវសេចក្តីល្អពិតប្រាកដមែនមិនដែលពលត្រូវអ្នកប្រាជ្ញគាត់និយាយត្រឡប់ទៅវិញថាម៉េចទេបើខ្ញុំគ្រាន់តែធ្វើដើម្បីភាពរុងរឿងរបស់ខ្ញុំតែខ្ញុំគិតឃើញអំពីសេចក្តីត្រូវការរបស់ជីវិតនៅត្រឹមណានោះណាខ្ញុំដាំចេកដាំស្វាយកន្លះហិកតារស់បានបាត់ហើយស្រួលចិត្តងាប់មិនចាំបាច់មានបានអីផងដូចមិនចាំបាច់អីប្រឹងសើជើទាំងយប់ទាំងថ្ងៃផងប៉ុន្តែនេះដើម្បីសត្វលោកក្នុងនាមជាអ្នកប្រាជ្ញបងប្អូនអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅនៅសំប៉ានអ្នកប្រាជ្ញទាំងឡាយខ្លាយខ្លួនទៅជាអ្នកប្រាជ្ញឲ្យឈ្មោះថាអ្នកប្រាជ្ញសុទ្ធសឹងតែបានធ្វើជាទីពឹងរបស់មនុស្សល្ងងទាំងឡាយដើមឈើធំម្លប់ធំដើមឈើតូចម្លប់តូចអ្នកប្រាជ្ញដោយដើមឈើធំអញ្ចឹងវាមានម្លប់ធំបើដើមឈើធំអូលោកនេះលោកអ្នកប្រាជ្ញលោកបណ្ឌិតដែលអណាពឹងអីបានម្ដងផងអ្នកប្រាជ្ញស្អីចេះស្អីបងប្អូនចាណាមើលអ្នកប្រាជ្ញសុទ្ធតែជាទីពឹងរបស់មនុស្សល្ងងដល់ពេលលោកយល់បែបហ្នឹងបងប្អូនមួយជីវិតរបស់លោកបូជាដើម្បីតែភពផែនដីហើយបងប្អូនចាំមើលស្នាដៃរបស់លោកដែលចេញមកអត់មានមន្ទិលសៅមងជាមួយនឹងភាពអាក្រក់ឯងធ្វើអត់មានមន្ទិលសៅមងជាមួយនឹងភាពអាក្រក់ឯងលោកអត់មានកេងចំណេញនៅក្នុងការងាររបស់លោកផងលោកអត់មានទៅផលិតឯណាគីមីផលិតឯណាគ្រឿងបំផ្លាញគេអត់ទេលោកទៅអត់រួចទេពីព្រោះលោកគិតទៅដល់សេចក្តីសុខរបស់មនុស្សលោក
មនុស្សដែលមានចិត្តបែបហ្នឹងបងប្អូនដែលធ្វើការធំបំរើមនុស្សលោកបានណាបើបងប្អូនតែធ្វើអញធ្វើអ្នកប្រាជ្ញមួយដើម្បីរលលុយឲ្យបានច្រើនរលរបស់ឃើញណាដល់ពេលអញលក់ទៅបានលុយច្រើនបងប្អូនចាំមើលរបស់វាធ្វើចេញមកមិនដែលបានបំរើមនុស្សឲ្យពេញលក្ខណៈទេបងប្អូនយ៉ាងហោចបំផុតទៅបងប្អូនក៏ប៉ះពាល់ផ្នែកនេះប៉ះពាល់ផ្នែកនោះពីព្រោះគំនិតអាត្មានិយមក្នុងការធ្វើតែអ្នកប្រាជ្ញទាំងអស់អត់ចឹងទេគឺលោកបូជាខ្លួនលោកទាំងស្រុងដើម្បីបុព្វហេតុអ្វីមួយដែលលោករកឃើញនេះហ្គាសែនគាត់និយាយប្រាប់កូនគាត់គឺចឹងបងប្អូនកូនណាក្នុងជីវិតរបស់កូនណាសំណាងធំណាស់បើកូនរកឃើញបុព្វហេតុនៃការរស់ហើយបើកូនរកឃើញហើយការដើរទៅរកបុព្វហេតុនោះណាកុំសំបីតែមានគ្រោះថ្នាក់ធម្មតាសំបីតែចំណាយជីវិតទៅក៏កូនគួរតែចំណាយដែរហើយកូនសំណាងធំណាស់ដែលរកឃើញបុព្វហេតុនៃជីវិតពីព្រោះរឿងហ្នឹងវាតតែមនុស្សគិតត្រេះរិះពិចារណាយូរមនុស្សព្រមធ្វើហ្មងបងប្អូនដឹងថាហ្មងសម្លៀកបំពាក់ថ្នាំសង្កូវផ្ទះសម្បែងមធ្យោបាយធ្វើដំណើរគឺក្រិតវាហ្មងក្រិតឲ្យនៅក្នុងក្របខ័ណ្ឌនៃសេចក្តីត្រូវការដើម្បីឲ្យជីវិតរស់អត់ទៅលើសទេអត់មានថាឃើញគេដូរឡាន10 20នោះអញញ័រសាច់ចុះឡានអញ2002ល្មមជិះទៅមុខបានណាដូចមិនខូចអីផងជាហ្នឹងអានោះគេដូរបានមកដល់2005គេដែរ2006គេដែរអត់មានអីចាំបាច់ផងទេបើរឿងអស់ហ្នឹងវាចាំបាច់ទេអ្នកខ្លះឧទាហរណ៍ដោយព្រះសម្មាសម្ពុទ្ធលោកចាំបាច់ក្នុងការកើតជាតកូលអ្នកមានចាំបាច់បើកើតក្នុងតកូលអ្នកក្រអត់បានទេទៅប្រោសគេថាឯងក្រហ្នឹងបើពុតត្រូវការរូបស្អាតត្រូវការសលេងព្រោះអញ្ចឹងត្រូវកើតជាអ្នកមានរូបស្អាតសលេងព្រោះចឹងពួកអីស្រួលប្រោសមនុស្សតែបើជិះឡើងថ្លៃទៅសកត់ពួកអខូចបានអូខេជិះចុះវានៅក្នុងភាពចាំបាច់ចាស់បងប្អូនចាំបាច់ចាស់អ្នកគិតមើលទៅពេលណាអ្នកកំណត់បានណាអំពីព្រំដែននៃតណ្ហាឲ្យមកនៅត្រឹមសេចក្តីត្រូវការចាប់ផ្ដើមមានគំនិតឈានទៅរកបុព្វហេតុដែលម្នាក់សិការៈឬធម្មសញ្ញារបស់មនុស្សពិចារណាឃើញថាមនុស្សគួរតែរស់នៅក្នុងផ្លូវបែបហ្នឹងបងប្អូនពិតណាស់ខ្ញុំទទួលស្គាល់ផ្ទះសម្បែងថ្នាំសង្កូវមធ្យោបាយធ្វើដំណើរលុយចាយលុយអីហ្នឹងណាសុទ្ធសឹងតែសំខាន់ប្តីប្រពន្ធគ្រួសារសុទ្ធសឹងតែសំខាន់ប៉ុន្តែបើអ្នកបូជាជីវិតក្នុងរង្វង់តែបែបហ្នឹងបងប្អូនដូចឆ្កែកបុតកតុយឬលមាស់កតុយដេញខំមកជីវិតរបស់វាហ្នឹងវាខំអត់បានតណ្ហាឲ្យមិនអាណាមពេញបានបងប្អូនមកជីវិតដល់ថ្ងៃងាប់ហើយវាសបាយនឹងលបាយនឹងទៀតសបាយជួនកាលមិនខ្វះទេបងប្អូនសបាយហ្មងសបាយរហលុយហ្មងលុយពេញធនាគារហើយ1000លានមិនខ្វះទេតែសបាយបងប្អូនឃើញយាយតាខ្លះហ៎កូនគាត់លក់ចាប់ហួយហ្នឹងគាត់នៅហ្នឹងគាត់រកស៊ីតាមពីក្មេងក្រគាត់សំលុយបានកូនមាននៅលក់ចាប់ហួយហ្នឹងមួយកូនហ្នឹងតុកតាកូនថាម៉ែអង្គុយទៅទុកឲ្យគេធ្វើម្ដងគាត់ធ្វើចឹងគាត់សបាយទាំងហ្មងវិលនឹងរបបប្រហែលនៃការរួមឃើញទេយាយខ្មែរភាកច្រើនអាចឹងបានសង្គមអត់រីចម្រើនសោះដល់គេប្រចាំងយាយតាអ៊ីស្រាអែលមកបងប្អូនហើយចាស់អាយុ70 80ហ្នឹងហៅក្មេងមកគិតគូបណ្ដៅពីរឿងប្រទេសជាតិចេះប្រយោជន៍រួមយាយតាឯងចាស់ទៅនៅជួយលក់កូននៅនឹងតុកតាតែប៉ុណ្ណឹងហើយដល់ពេលងាកមកប្រទេសអញ្ចឹងពូជសាសន៍ហ្នឹងវាចឹងរឿងប្រយោជន៍ជាតិនេះបងប្អូនវាត្រូវតែរស់មុនប្រយោជន៍ផ្ទាល់ខ្លួនបើនិយាយឲ្យក្នុងន័យសកលមានន័យថាប្រយោជន៍រួមសកលត្រូវតែរស់មុនហើយមនុស្សបងប្អូនដល់ពេលគិតយូរទៅរស់នៅគ្រាន់តែដើម្បីបុព្វហេតុខ្លួនឯងហ្នឹងឆ្នាំសង្កូវផ្ទះសម្បែងមធ្យោបាយធ្វើដំណើរវិលទៅវិលមកតែប៉ុណ្ណឹងហើយលើសហ្នឹងគឺតណ្ហាហើយនឹងជីវិតក្រុមគ្រួសារខ្ញុំនៅនិយាយដដែលបងប្អូនខ្ញុំអត់បដិសេធទេណាប្តីប្រពន្ធក្រុមគ្រួសារឆ្នាំសង្កូវប៉ិនឲ្យមានអារម្មណ៍ថាអស់ហ្នឹងគឺជាមធ្យោបាយសម្រាប់ញ៉ាំងជីវិតរបស់យើងឲ្យរស់ហើយយកជីវិតយើងទៅធ្វើអីមួយទៀតនោះហើយបងប្អូនរកអត់ឃើញអាធ្វើអីនោះសម្រាប់ខ្លួនខ្ញុំបងប្អូនខ្ញុំដូចមានអារម្មណ៍ពេលខ្លះថៃបាត់តែពិបាកក៏ពិតមែនរឿងការបោសសម្អាតសង្គមខ្មែររៀបចំសង្គមស៊ីវិល័យមួយសម្រាប់ឲ្យខ្មែរហ្នឹងបងប្អូនប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំកើតទាន់សម័យហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមានការងារធ្វើបើកើតទាន់សម័យដូនតាធ្វើខ្ញុំនឹងទៅរកអីទៀតបែបតំណងទៅធ្វើអ្នកប្រាជ្ញគីមីអីណាទៅស្អើជ្រាវស្អីទៀតបាទខ្ញុំគិតថាចឹងទៀតប៉ុន្តែដល់ពេលកើតមកទាន់សម័យហ្នឹងពិបាកណាស់សម័យពិបាកមែនតើបងប្អូនដូចអ្នកបដាល់ទៅវាយបែកមុខបែកមាត់ប៉ុន្តែសបាយឮតែភ្លេងឃុំរោងហ្នឹងញ័រសាច់ចង់តឡើងទៅហ្មងសបាយហ្មងរាល់ថ្ងៃហ្នឹងពិបាកណាស់បងប្អូនប៉ិនវាសបាយនឹងអាពិបាកហ្នឹងរាល់ថ្ងៃសបាយហ្នឹងហើយមនុស្សសបាយនឹងអាពិបាកហ្នឹងធ្វើបានយូរនឹងធ្វើម៉េចបើវាសបាយនឹងពិបាកហ្នឹងទៅហើយខ្ញុំមានអារម្មណ៍ថាមានមោទនភាពចោះដែលកើតទាន់សម័យដែលយើងបានធ្វើដល់កូនចៅរបស់យើងបងប្អូនពិតណាស់
អ្វីដែលខ្ញុំបានរៀបរាប់ជាបរិខាជុំវិញសម្រាប់ញ៉ាំងជីវិតឲ្យរស់នៅសំខាន់ណាបងប្អូនសំខាន់ខ្ញុំអត់បដិសេធសំខាន់ប៉ុន្តែបើអ្នកបូជាទាំងស្រុងដើម្បីតែបុព្វហេតុប៉ុណ្ណឹងបងប្អូនអ្នកដូចជាល្ងឹតខ្លាំងណាស់ទៅហើយដូចមើលអត់ឃើញទេអាហ្នឹងគ្រាន់តែញ៉ាំងជីវិតទៅចូលសន្ទះវាមានប្រពន្ធមានកូនមានគ្រួសារមានអីគ្រាន់ថើបលេងអញ្ចឹងហើយវាធ្វើអញ្ចឹងប៉ុន្តែត្រូវប្រាប់ថាអូនជីវិតរបស់យើងត្រូវបូជាដើម្បីអីមួយហើយមនុស្សស្រីដែលគួរឲ្យប្រុសស្រឡាញ់ណាបងប្អូនពិចារណាអំពីបុព្វហេតុរបស់ប្តីរួចហើយចូលរួមជាមួយប្តីហ្នឹងចូលរួមណាមនុស្សស្រីអញ្ចឹងបងប្អូនអោបពេញដៃពេញជើងណាដូចមើលមុខប្រពន្ធទៅដូចថាប្រពន្ធអញល្អខ្លាំងណាចូលរួមបុព្វហេតុលេងស្រីខ្លះបងឯងជ្រើសរើសអាការងារបងឯងឲ្យខ្ញុំបងឯងយកណាអូនចុះថោកមិញអូនឯងចុះថោកអាមិញពីមុនមកដូចរៀងថ្លៃដែរដល់ចុះថោកអាមិញមើលកុំឲ្យថោកឲ្យឯងនិយាយម្ដងទៀតមកនឹងទៀតលែងឡូវអត់មានតម្លៃអូនដល់ពេលប្រពន្ធណាដែលចូលរួមដើម្បីបុព្វហេតុប្តីណាបងប្អូនចង់បញ្ជាក់ពីសេចក្តីស្នេហាពិតប្រាកដទៅស្វែងយល់ថាប្តីអញគាត់ចូលចិត្តអានឹងរឿងអីណោះស្រឡាញ់មិនស្វែងយល់ពីប្តីនឹងអូពិចារណាគាត់ចូលចិត្តនឹងត្រូវតើរឿងនឹងចេះតើចេះស្វែងយល់រួចហើយចូលរួមអញ្ចឹងបានមនុស្សស្រីដែលត្រឹមត្រូវបងប្អូនគាត់ត្រូវសួរប្តីថាមើលឯងនិយាយប្រាប់អញតិចមើលវិញឯងចូលចិត្តអានឹងរឿងអីបងហ៎បងឯងប្រាប់ខ្ញុំមកអស់មកហេតុអីបានបងឯងចូលចិត្តអានឹងបើស្ដាប់ទៅឃើញតែមានហេតុផលខ្ញុំក៏ទៅដែរបងបើបងយល់ថាខ្ញុំមិនគួរទៅសមរភូមិមុខជាមួយបងទេខ្ញុំនៅសមរភូមិក្រោយជាមួយបងប៉ុន្តែសំខាន់និយាយប្រាប់ខ្ញុំស្ដាប់ខ្ញុំប្រពន្ធខ្ញុំចេះមានហេតុផលណាបងមនុស្សបងប្អូនបើរស់នៅតែក្នុងផ្លូវបែបហ្នឹងបានសុខបានសបោបានសបាយពេញមកភពលោករបស់គ្នាប៉ុន្តែមនុស្សភាគច្រើនណាយល់អត់បានរឿងខ្លួនឯងហ្នឹងហ្មងបងប្អូនមនុស្សតែរស់នៅក្នុងភាពអាត្មានិយមហើយច្រឡំថាមានអញហើយគឺបច្រាស់មួយច្បាប់ធម្មជាតិបច្រាស់មិនមែនបច្ឆិតទេបច្រាស់ធម្មជាតិពិតអត់មានអញទេដល់ពេលមនុស្សរស់ពីមានអញទៅហើយអារម្មណ៍ថាមានអញហើយចេញពីអញទៅហើយកាយចូលដូចដីបែកកាហែងហ្នឹងប្រេះពិភពលោកពេលយើងវិបស្សនាទៅគឺសូន្យឆឹងអត់មានអញទេទៅដល់កម្រិតមួយគឺពិភពលោកហ្នឹងត្រូវតែចូលគ្នាដល់ពេលអញ្ចឹងយើងរស់នៅអាហុចទៅហុចមកហ្នឹងគឺជាដំណើររស់នៅស្របជាមួយនឹងច្បាប់ធម្មជាតិរស់នៅបានយូរប៉ុន្តែណាបងប្អូនខ្ញុំនិយាយបញ្ជាក់បងប្អូនកុំឲ្យបងប្អូនមានសុតិធិនិយមហួសហេតុរឿងអស់នេះណាបងប្អូនកុំសំបីតែយើងបឋិជនធម្មតាសំបីតែព្រះសម្មាសម្ពុទ្ធដែលត្រាស់ដឹងក្នុងលោករាប់អត់អស់អង្គពួកផែនដីលាយម្ដងចឹងទៅកើតប្រពុតសាសថ្មីភពផែនដីលាយទៅកើតប្រពុតសាសថ្មីកើតនោះកើតថារាប់អត់អស់លៀនប្រពុតហើយដឹងលៀនកោតព្រះសម្មាសម្ពុទ្ធហើយអត់មានព្រះសម្មាសម្ពុទ្ធណាជួយបញ្យល់ឲ្យមនុស្សដាច់តណ្ហាហ្នឹងឬក៏គ្រប់គ្រងតណ្ហាឲ្យមកនៅក្នុងសេចក្តីត្រូវការដើម្បីកុំឲ្យភពផែនដីបែកទេគ្មានព្រះសម្មាសម្ពុទ្ធណាធ្វើបានទេគ្រាន់តែព្រះសម្មាសម្ពុទ្ធអង្គណាដែលកើតចំមនុស្សដែលមានឧបនិស្ស័យល្អច្រើនទៅផែនដីរៀងនៅយូរតិចតែប៉ុណ្ណឹងប៉ុន្តែចុងក្រោយឃើញមកបែកទេរាល់ថ្ងៃហ្នឹងគេជេរយើងចិត្តងាប់ហើយបងប្អូនជេរហេតុអីពីព្រោះគេស្រឡាញ់អធិភាពជាគេជាមនុស្សអាត្មានិយមគេស្រឡាញ់ណាយើងទៅនិយាយប៉ះគេខឹងណាប៉ុន្តែខឹងទៅដល់ពេលយើងគ្រប់គ្រងសេចក្តីត្រូវការរបស់យើងវត្ថុបំណងរបស់យើងនៅត្រឹមតែយើងចង់ធ្វើរួចហើយទុកឲ្យសកម្មភាពការងាររបស់យើងវារៀបចំលទ្ធផលទៅដូងឲ្យផ្លែអញខ្វល់ទេអញដឹងតែព្រឹកឡើងចាក់3ផ្តល់ទឹក5ថ្ងៃបាញ់ថ្នាំសត្វល្អិតម្ដង10ថ្ងៃដាក់ជីម្ដងអញសប្បាយនឹងការងារហ្នឹងអញ្ចឹងបានខ្ញុំនិយាយថាបងប្អូនណាបើបងប្អូនគិតពីលទ្ធផលថាអូស្រុកហ្នឹងត្រូវដាក់យន្តការ8ចំណុចឲ្យបានប្រហែលជាបងប្អូនមិនសូវមានកម្លាំងធ្វើទេប៉ុន្តែបើបងប្អូនសប្បាយនឹងការងារប្រចាំថ្ងៃហ្នឹងបងប្អូនយល់មិនបើបងប្អូនអត់ការងារប្រចាំថ្ងៃហ្នឹងបងប្អូនរស់កើតអត់បើបងប្អូនសប្បាយនឹងការងារប្រចាំថ្ងៃហ្នឹងធ្វើយូរដល់ព្រាបសប្បាយប្រចាំថ្ងៃហ្នឹងដូងមិនគិតរឿងផ្លែដឹងតែព្រឹកឡើងដាក់ជីស្រោចទឹកដាក់ជីស្រោចទឹកតែប៉ុណ្្នឹងប្រមូលលុយជួលរថយន្តទៅហើយស្ដាប់ក៏ស្ដាប់ទៅមិនស្ដាប់ក៏ឲ្យទៅរថយន្តមុន2ម៉ោងទៅ3ម៉ោងទៅ5ម៉ោងចុះតែផ្សាយចុះធ្វើវេទិកាយូរដល់គោលដៅអត់ដឹងខ្លួនទេឲ្យយើងសប្បាយនឹងការងារប្រចាំថ្ងៃហ្នឹងណា4-5ថ្ងៃកន្លះខែអត់មានលើកផ្លាកម្ដងអញដូចធុញហ្នឹងចង់លើកមួយទៀតគឺសប្បាយចេះទៅអញ្ចឹងដល់ឥឡូវហើយបងប្អូនដល់ឥឡូវហើយពួកអាឈាមឆ្កែរត់ចោលស្រុកអស់ឥឡូវហើយបងប្អូនយើងធ្វើដោយគ្មានខ្វល់អំពីលទ្ធផលឡើយយើងធ្វើតែការងាររបស់យើងរកឲ្យទុកឲ្យធម្មជាតិនឹងរៀបរយលទ្ធផលទៅសរុបមកវិញខ្ញុំចង់ឲ្យបងប្អូនពិចារណាអំពីបុព្វហេតុនៃការរស់អ្វីដែលញ៉ាំងជីវិតឲ្យរស់នៅខ្ញុំចាត់ទុកថាជារឿងសំខាន់មានផ្ទះសម្បែងថ្នាំសង្កូវមកជួបបាយធ្វើដំណើរប្តីប្រពន្ធក្រុមគ្រួសារសំខាន់ប៉ុន្តែបើអ្នករស់នៅគ្រាន់តែបូជាជីវិតដើម្បីបុព្វហេតុប៉ុណ្ណឹងបងប្អូន
ល្ងងពេកហើយល្ងិតពេកហើយត្រូវមានបុព្វហេតុនៃការរស់មួយដែលបុព្វហេតុនោះគឺជាបុព្វហេតុប្រជាភាពអាត្មានិយមបំរើមនោសញ្ចេតនារបស់ខ្លួននិងឧត្តមគតិរបស់ខ្លួនឲ្យដើរស៊ប់លើផ្លូវហ្នឹងមិនបាច់អាណាមកទាញទេដើរស៊ប់លើផ្លូវហ្នឹងមនុស្សដែលដើរស៊ប់លើផ្លូវហ្នឹងបងប្អូនទី1រឹងតឹងណាស់បងប្អូនតែមិនមែនរឹងតឹងទេមើងម៉ាត់ណាស់បងប្អូនប៉ុន្តែមិនមែនជាមនុស្សចិត្តចង្អៀតទេបងប្អូនចិត្តទលាយចិត្តចង្អៀតគេនៅជាមួយមិនបានទេប៉ុន្តែមើងម៉ាត់ទៅបងប្អូនបើថា1បើថា2បើថានឹងជាអំពើអាក្រក់បងប្អូនអត់មានអនុគ្រោះឲ្យទេប៉ុន្តែបើជាកំហុសបំនៅល្អខុសមិនខុសវានៅក្នុងផ្លូវលូប៉ុណ្ណាហើយខុសមិនខុសឲ្យទៅនៅក្នុងលូនឹងតែហួសពីលូនោះបានហើយជួនកាលមនុស្សខ្លះអត់ស្គាល់ថាមិនតាំងតែចំពោះអំពើអាក្រក់កូនយើងប្រាប់ថាកូនម៉ែទៅធ្វើកម្មម៉ោង7កូនត្រូវងើបពីម៉ោង6 6កន្លះកូនត្រូវងូតទឹកឲ្យហើយ6កន្លះទឹកកូនត្រូវស៊ីបាយស៊ីឲ្យចប់ម៉ោង7កូនមកឈរមកជ្រក់ម៉ែស្លៀកពាក់កៅអៅហើយក៏ឆក់កូនដាក់ទៅក្នុងឡានម៉ោង7កន្លះម៉ែត្រូវទៅតម្លាក់កូននៅសាលាពីព្រោះម៉ែបញ្ញាប់ស្អែកឡើងវាដេកដល់ម៉ោង7វាអត់ងើបស្អែកឡើងវាដេកដល់ម៉ោង7អំពើអាក្រក់ហ្នឹងអត់ឲ្យទេណាមិនមែនតើកាប់ចាក់គេបានអំពើអាក្រក់ទេស្អីដែលជាទម្លាប់អាក្រក់ហ្នឹងជាប់ស្អឹកនឹងមនុស្សហ្នឹងអត់អនុគ្រោះទេកូនអត់អនុគ្រោះទេអាហ្នឹងអត់អនុគ្រោះទេប៉ុន្តែឧទាហរណ៍បើគ្នាធ្វើទៅវាខំចេះខំចុកចិត្តទលាយអាខ្លះអត់យល់ពីអាមើងម៉ាត់ហ្នឹងជាមួយនឹងអាចិត្តទលាយហ្នឹងនៅកន្លែងណានិយាយពីល្អិតថឹងហ្មងបើថាចូលស្នាក់ការហ្នឹងមើលឲ្យសពហ្មងអានេះស៊ីសាច់ច្រើនអានោះស៊ីស្អីលុយអានេះលុយអានោះអូចង្អៀតណាស់លោកហើយលោកមនុស្សអញ្ចឹងគ្មានអាណានៅជាមួយបានទេចិត្តចង្អៀតគេថាគេមើងម៉ាត់គេធំទៅអាមនុស្សអញ្ចឹងគេហៅមនុស្សប្រើខួរក្បាលដើម្បីបំរើបេះដូងដែលគេថាបេះដូងគេមានមនោសញ្ចេតនាតែតាមពិតអត់មានទេគេប្រើខួរក្បាលដើម្បីបំរើបេះដូងគេថាបេះដូងគេមានមនោសញ្ចេតនាបងប្អូនហើយមិនចិត្តទេវាមានប្រហោងយើងមើលឃើញឧទាហរណ៍មនុស្សប្រុសមួយវាអត់ស្រឡាញ់ស្រីទេវាមានប្រពន្ធចង់របស់វាប៉ុន្តែដើម្បីទ្រព្យសម្បត្តិណាវាធ្វើស្រឡាញ់ប្រពន្ធដើមរបស់វាអូយកចិត្តទុកដាក់ណាស់ក្បាលរបស់វាគិតថាដើម្បីបញ្ជាក់ថាស្រឡាញ់ប្រពន្ធគេត្រូវធ្វើអីខ្លះក្នុងថាត្រូវងូតទឹកត្រូវបោកខោឲ្យប្រពន្ធត្រូវច្បាច់ប្រពន្ធត្រូវចេះនិយាយល្អជាមួយប្រពន្ធអូអញ្ចឹងឯងមនុស្សស្រឡាញ់ស្រីគេធ្វើអញ្ចឹងឯងគេទៅធ្វើប្រហោងបងប្អូនស្ទាបតែក្លិនដៃទៅក៏ដឹងថានេះមិនស្រឡាញ់អញទេដូចដឹងហ្មងមនុស្សសពថ្ងៃអញ្ចឹងបេះដូងគេអត់មានទេរួចហើយទៅយកខួរក្បាលមកធ្វើដូចជាស្រឡាញ់អញ្ចឹងមិនចិត្តទេបងប្អូនមិនចិត្តទេប៉ុន្តែបើមនុស្សមានបេះដូងវិញជេរក៏ព្រោះដែរជេរក៏ព្រោះដែរជេរក៏ស្ទាបទៅដឹងថាបេះដូងស្រឡាញ់ទេមនុស្សដែលអាចបូជាជីវិតរបស់ខ្លួនដើម្បីបុព្វហេតុអ្នកដទៃបានតើមានគុណសម្បត្តិបេះដូងអញ្ចឹងហិរេអតបៈមនោសញ្ចេតនាមានឧត្តមគតិខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណ